បងនេះចាំផ្កាឈូករត់ខ្ញុំធ្វើថ្ងៃមុនអត់ថ្ងៃនេះខ្ញុំមកតម្លើងតងតម្លើងស្លឹកជុំបងណាហើយឃើញតូចធំជាងវាមាន2ស្រទាប់អាតូចស្រទាប់3សង់ទីម៉ែត្រកន្លះអាធំស្រទាប់4សង់ទីម៉ែត្របងហើយនេះបងជាមួយនឹងស្លឹកគូតផ្កានឹងក្រោយដែលធ្វើជាមួយនឹងស្រទាប់3សង់ទីម៉ែត្រកន្លះនេះបងមូលតាមខ្ញុំមកហើយស្លឹកវានឹងយកតែ2សង់ទីម៉ែត្រណាបងនេះបងមើលវីដេអូខ្ញុំធ្វើទៅហើយបងបត់វាឲ្យបាន2ព្រោះយើងផ្គុំអអមសងខាងដើម្បីជុំវិញវាចឹងបងមើលតាមវីដេអូហ្នឹងមកនេះគូតស្លឹកក្រោយហ្នឹងដាក់រាងមូលតិចមែនណាបងចាំអាស្លឹកជាមួយនឹងផ្កាស្រទាប់4សង់ទីម៉ែត្របានយើងដាក់រាងធំស្រួចនេះបងមើលទ្រុសទៅជួនកាលស្ដាប់សលេងខ្ញុំអត់យល់វិញណានេះបងហើយយកកាវបិទមកតែមុននឹងបិទបងលោវាមកហើយនេះបងខ្ញុំគ្រាន់តែបិទស្លឹកឲ្យមើលតិចណាចុងវីដេអូបានខ្ញុំគុំជាមួយនឹងស្រទាប់បងបានគុំជាមួយនឹងតងច្រឡំជាមួយនឹងស្រទាប់បានគុំជាមួយនឹងតងជួយបងមើលអានេះយើងបិទកាវវាឲ្យជាប់បងហើយកាន់មកធ្វើម៉េចឲ្យវាជាប់យើងបិទកុំឲ្យវាហៀកុំឲ្យវាថាកុំឲ្យវាតិចពេកកុំឲ្យវាច្រើនពេកដាក់មកមកជាប់ជាមួយនឹងអឺស្រទាប់ផ្ការបស់យើងបងចឹងបងខ្ញុំបង្ហាញជាមួយនឹងស្រទាប់3សង់ទីម៉ែត្រកន្លះហើយឥឡូវចូលមកដល់ស្រទាប់4សង់ទីម៉ែត្រកន្លះម្ដងសម្រាប់ស្រទាប់4សង់ទីម៉ែត្រកន្លះនេះដំបូងយើងធ្វើជាមួយនឹងស្នូលផ្កាសិនអានេះរៀងខុសគ្នាអាស្នូលមុនស្នូលគុជខ្យងអាស្នូលនេះស្នូលពីរតង់បងសម្រាប់ស្នូលពីរតង់ហ្នឹងបងឃើញខ្ញុំកាន់យកដល់ទៅសៃលូពណ៌រៀងខ្មៅហ្នឹងបងធ្វើតាមខ្ញុំណាហើយប្រវែងវាបងយក0.5សង់ទីម៉ែត្រកន្លះសង់ទីម៉ែត្របងហើយបងរុំឲ្យបានមកទៅសៃបាទបងឃើញវីដេអូខ្ញុំបងធ្វើតាមមកហើយសម្រាប់ពីស្រទាប់ហ្នឹងអាស្រទាប់ក្រៅបងចង់ដាក់ពណ៌ហ្នឹងក៏បានឬក៏ពណ៌ត្នោតខ្ចីមួយទៀតក៏បានដែរណាបងពណ៌ត្នោតខ្ចីដូចស្រទាប់ខ្ញុំក្នុងវីដេអូមុខក៏បងចឹងបងធ្វើតាមខ្ញុំរុំវាអស់មកទៅសៃហ្នឹងណានឹងរុំអាហ្នឹងរៀងយូរបន្តិចព្រោះវាវែងហើយយើងត្រូវកាត់វាទូចហ៎ចឹងបងពេលបងធ្វើអាស្រទាប់នេះឲ្យបងកុំភ្លេចយកមកស្រទាប់ទៀតដើម្បីយកមករុំធ្វើស្នូលផ្កាខាងក្នុងណាព្រោះវាស្នូលពីរតង់ណាបងហើយសម្រាប់បើសិនបងដាក់ស្នូលក្រៅពណ៌ត្នោតចាស់អញ្ចឹងបងដាក់ស្នូលក្នុងពណ៌រៀងត្នោតខ្ចីប៉ុន្តែបើសិនបងដាក់ក្រៅត្នោតខ្ចីអាក្នុងត្នោតចាស់វិញហើយនៅបងឃើញខ្ញុំវាស់ជាមួយនឹងសង់ទីម៉ែត្រណាហ្នឹងបងដាក់ប្រវែង3សង់ទីម៉ែត្រណាហើយបងរុំអត់មានរុំប្រឈោណាបងរុំបដេកវាដូចខ្ញុំអញ្ចឹងមកតរុំប្រឈោលុះប្រឈោវិញឯងនេះបងហើយបងបិទកាវទៀនហើយសម្រាប់សរសៃលុះមួយទៀតដូចខ្ញុំប្រាប់ពណ៌បងអញ្ចឹងបងកាច់វាអាខាងក្រោមហ្នឹងចោលកតុយ4សង់ទីម៉ែត្រណាហើយកាច់វារុំដូចក្នុងវីដេអូខ្ញុំនេះមកហើយបត់កតុយវាទៅខាងក្រោមមកហើយនេះបងអានេះខ្ញុំប្រាប់ពីស្រទាប់ស្លឹកខាងក្រោមរបស់ការ4សង់ទីម៉ែត្រម្ដងណាអាស្រទាប់ស្លឹកហ្នឹងខ្ញុំយកប្រវែង3សង់ទីម៉ែត្រហើយខ្ញុំធ្វើដូចគ្នាគាត់ថាមួយ2សង់ទីម៉ែត្រមួយ3សង់ទីម៉ែត្រអញ្ចឹងណាខ្ញុំបងរុំដូចខ្ញុំមកហើយរុំឲ្យបាន2ដូចគ្នាណាគេរុំអា2ស្លឹក2នឹងដូចគ្នាគាត់ថាមួយខ្លីមួយវែងពួកអីស្រទាប់វាមួយតូចមួយធំមកចឹងទៅយើងធ្វើតម្រូវស្រទាប់ហាស្រទាប់ផ្កា3សង់ទីម៉ែត្រកន្លះហ្នឹងយើងអាចយកស្លឹកនេះមកធ្វើបានទេណាបងតទៅស្លឹក3សង់ទីម៉ែត្របើយើងអាចsorry តទៅស្លឹក2សង់ទីម៉ែត្របើយើងអាចធ្វើបានហើយផ្កា3សង់ទីម៉ែត្រកន្លះវិញតតែយកអាស្លឹក2សង់ទីម៉ែត្របានធ្វើបានណាហើយអានេះខ្ញុំធ្វើស្លឹកផ្កាខាងក្រោមតងម្ដងណាយកបងបត់ដូចខ្ញុំចេះមកហើយប្រវែងវាយក6សង់ទីម៉ែត្របានណាបងដូចអាស្រទាប់បត់វាដូចស្រទាប់ផ្កា tulip rig ដែលខ្ញុំបរៀនបងមុនហ្នឹងហ៎ហើយវីដេអូមុនណាបងបោះសង់ទីម៉ែត្រមកដាក់ពីខ្លាំងដៃជាងក៏បានដែរព្រោះអីយើងបោះចេះខ្លាចយូរអញ្ចឹងបង
ហើយនឹងបងអានេះ snow នេះបងដាក់បញ្ចប់គ្នាមកអញ្ចឹងមកណាវារំធ្វើនៅក្នុងវីដេអូខ្ញុំហ្នឹងប៉ះណាខ្ញុំខ្ជិលអញ្ចឹងហើយសម្រាប់ស្រទាប់ផ្កាបងយកមកបិទវាដោយតែអង្ការវីដេអូស្រទាប់ផ្កាឈូករត់មុនដែលខ្ញុំធ្វើឲ្យបងមើលទេខ្ញុំបិទដូចគ្នាអាពីរហ្នឹងនេះបងពេលបិទហើយខ្ញុំបិទជាមួយនឹងគូតផ្កាខាងក្រោមហើយខ្ញុំយកតងវាមកដាក់ភ្ជាប់មកបងឃើញខ្ញុំភ្ជាប់ទេតមកកាត់សរសៃលួសនឹងចេញណាបងទុកវាតាមសរសៃបានហើយកាត់ប្រឆិតវាដើម្បីស្រួលយើងរុំជាមួយនឹងស្កុតហើយនេះបងរុំបដាញ់វាមកហើយនេះបងរុំបន្តមកចាំបងយកអាស្លឹកមួយនោះបងចង់ដាក់មួយក្បានចង់ដាក់ពីរក្បានតាមបេះដូងណាតែនេះខ្ញុំដាក់តែមួយឯងខ្ញុំដាក់ស្លឹកមួយពីក្រោមវាមកតែបដាញ់សិនណាព្រោះវីដេអូខ្ញុំនិយាយមុនវីដេអូនិយាយរឿងវល់បន្តិចព្រោះវីដេអូវាវែងពេកមិនដឹងនិយាយពីណាទៅណីបងដាក់ស្លឹកវាចឹងមកហើយរុំវាដល់ក្រោមចូលបងដាក់ស្លឹកចាំបងកាច់តងវាប្រវែកាច់រៀងបាក់ព្រោះការឈុករត់យើងអត់ដាក់ត្រង់ចឹងមកបានមកតងមកហើយបង